Ok, là bên ấy nhưng sẵn sàng vì ca đặt password computer là bên mình muốn nghe cô chỉ cho tới không cần này là control panel nhưng ai cho searchในខាងកន្លែងនេះក៏បានយើងគ្រាន់តែចុចថា control panelហើយអ្នកនឹងឃើញឬក៏ដោយសារតែក្នុងកុំព្យូទ័ររបស់យើងនេះគឺមានកម្មវិធី control panel លើអេក្រង់កុំព្យូទ័រតែម្ដងហើយដើម្បីយកផ្លាស់ប្ដូរ password ឲ្យដាក់ password ហើយនឹងដាក់ឈ្មោះនៅក្នុងកុំព្យូទ័រដាក់រូបភាពជាដើមយើងចុចចូល control panel មកហើយយើងយកពាក្យថា user accountនេះខាងកន្លែងនេះគឺយើងកន្លែងផ្លាស់ប្ដូរឈ្មោះហើយឈ្មោះកុំព្យូទ័ររបស់ខ្ញុំគឺមានឈ្មោះថានេះខ្លួនឯងបើយើងចង់ផ្លាស់ប្ដូរគ្រាន់តែចុចផ្លាស់ប្ដូរឈ្មោះសាថ្មីមកហើយយើងចុច change name ហើយនឹងវាផ្លាស់ប្ដូរឈ្មោះហើយដើម្បីអាហ្នឹងកន្លែងដល់កន្លែងបដូរឈ្មោះហើយកន្លែងដើម្បីដាក់ password វាយើងចុចយកពាក្យ make change to my account in computer setting ទៅពេលនោះវានឹងចេញឲ្យហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវជ្រើសរើសរូបភាពហើយនៅក្នុងនេះយើងក៏រូបភាពយើងគ្រាន់តែផ្លាស់ប្ដូរនៅក្នុងនេះក៏បានដែរហើយយើងរូបភាពយើងស្រឡាញ់ឬក៏យើងចង់ដាក់រូបភាពទៅចុចចូលកន្លែងថា pro ចុចកន្លែង pro ហើយបន្តមកទៀតយើងនឹងចូលទៅដល់ការរបៀបនៃការស្វែងរកការដាក់លេខកូដ password របស់យើងនៅកុំព្យូទ័ររបស់យើងគ្រាន់តែចុចទៅកន្លែង sign in option ហើយយើងយកពាក្យថា change យើងយកពាក្យទៅ change ដោយសារតែកុំព្យូទ័ររបស់យើងខ្ញុំគឺលេខកូដរបស់វាគឺត្រង់កន្លែងលេខកូដរបស់ខ្ញុំក្នុងលេខកូដហើយបន្តមកទៀតខ្ញុំដាក់ឈ្មោះលេខកូដរបស់ខ្ញុំដើមហើយអានេះលេខកូដរបស់ខ្ញុំដើមដែរលេខកូដថ្មីដែលយើងត្រូវដាក់ខ្ញុំដាក់លេខ 9 តមកទៀតខ្ញុំដាក់លេខ 9 សាត់ដូចគ្នាហើយអានេះលេខកូដចាស់របស់ខ្ញុំគ្រាន់តែខ្ញុំដាក់លេខកូដចាស់វិញទៅពេលនេះខ្ញុំនឹងចុច next ចុចវាថា next វានឹង load វាចេញយ៉ាង load ពេលនេះហើយ